anhប្តឹងនាងគូថាបានលួចដាំរបស់ចង្រៃរំខានដល់ទីផ្សារតើឯងមានភស្តុតាងទេសូមលោកម្ចាស់ជួយរកយុទ្ធធម៌ផងអាដំឡូងរបស់នាងគូនឹងវាលូតលាស់លឿនខុសធម្មតាច្បាស់ជាបឺតស្រូបយកឧស្ម័នចង្រៃពីដីមិនខានបើបណ្ដោយឲ្យរបស់ចង្រៃនេះរាលដាលមុខជាជួបគ្រោះធម្មជាតិមកថែមទាំងនាងហ៊ានលួចផ្សព្វផ្សាយទៀតធ្វើឲ្យតម្លៃស្រូវអង្ករឡើងចុះវឹកវរខូចសណ្ដាប់ធ្នាប់ទីផ្សារសូមលោកម្ចាស់ចេញបញ្ជាបិទភ្នំនោះទៅហើយបន្ទាទោសនាងចង្រៃនេះឲ្យធ្ងន់ធ្ងរផងនាងគូអញមានពីអីចង់ដោះសារទេលោកម្ចាស់ដំឡូងជ្វានេះគឺជាពូជដំណាំដែលផ្ដល់ទិន្នផលខ្ពស់ណាស់វាដាច់ខាតមិនមែនជារបស់ចង្រៃទេរឿងថាខ្ញុំបំផ្លាញទីផ្សារនោះគឺមកពីថៅកែចៅចង់ក្តោបក្តាប់ស្រូវអង្ករធ្វើជាមហាសេដ្ឋីផ្ដាច់មុខតែម្នាក់ឯងលោកម្ចាស់មើលនាងចុះនៅតែហ៊ានប្រកែកទៀតមនុស្សញុះញង់គេអញបែបនេះតតែវីទៅព្រមសារភាពលោកម្ចាស់ថៅកែចៅគឺជាសេដ្ឋីបងពុនធំជាងគេក្នុងស្រុកយើងណាហើយអំបញ្ញមិញគាត់ទើបតែហុចសម្បត្តិសម្ងាត់ឲ្យយើងទៀតនាងគូមើលទៅនាងបើមិនឃើញក្តាររំឈូសមិនស្រក់ទឹកភ្នែកទេពួកឯងយកឧបករណ៍ធ្វើទារុណកម្មមកលោកម្ចាស់សូមរងចាំបន្តិចនាងខ្ញុំមានភស្តុតាងចង់បង្ហាញលោកម្ចាស់នេះគឺជាកូនចៅនឹងប្រេងកាតដែលថៅកែចៅបានបញ្ជូនទៅដុតបំផ្លាញដោយសារតែថៅកែចៅទិញពូជដំឡូងមិនបានគាត់ក៏ចង់ដុតបំផ្លាញស្បៀងរស់រានមានជីវិតរបស់អ្នកភូមិទាំងមូលតើនេះមិនមែនជាការសម្លាប់មនុស្សប្លន់ទ្រព្យទេអីនាងឯងមួយបង្កាច់គេអញមិនស្គាល់អាពីអ្នកនេះទេវើយថៅកែលោកមិនអាចបោះបង់ពួកយើងចោលទេណាគឺលោកជាអ្នកប្រាប់ថាឲ្យតែដុតចំការចោលពូជដំឡូងនឹងធ្លាក់ក្នុងដៃលោកហើយថែមទាំងសន្យាឲ្យប្រាក់ពួកយើងម្នាក់10ដំឡឹងទៀតផងពិតមកទៅអាចកែបំរើពីអ្នកនេះហ៊ានខំម្ចាស់វិញផងលោកម្ចាស់ពួកគេត្រូវនាងគូទិញទឹកចិត្តហើយស្ងាត់ថៅកែចៅឯងថាពួកគេត្រូវនាងគូទិញទឹកចិត្តតើឯងមានភស្តុតាងទេធូបសច្ចៈកំពុងបញ្ចេញរឹតបេះដូងគោដែលកំពុងលោតញាប់ជញ្ជាំងការពារផ្លូវចិត្តកំពុងដួលរលំថៅកែចៅអំបញ្ញមិញលោកទើបតែនិយាយថាមិនស្គាល់កូនឈ្នួលពីរអ្នកនេះមែនទេអត់ស្គាល់ទេដាច់ខាតគឺអត់ស្គាល់ហ្មងអញនិយាយមែនគឺអញជាអ្នកប្រើពួកវាអញជាអ្នកប្រើឲ្យពួកវាទៅដុតនឹងអញចង់បានពូជដំឡូងជ្វាតែម្នាក់ឯងអញចង់ក្តោបក្តាប់ស្រូវអង្ករពេញមួយភូមិហើយអញថែមទាំងបានសូកប៉ាន់លោកទីប្រឹក្សាឲ្យហុចសម្បត្តិសម្ងាត់ឲ្យលោកម្ចាស់ទៀតអញចង់ឲ្យនាងកូវ៉ានាងត្រូវគេនិរទេសទៅតំបន់ព្រំដែនខាងជើងលោកម្ចាស់ខ្ញុំអយុត្តិធម៌ណាស់គឺវាចេះតែនិយាយផ្ដេសផ្ដាស់ទេលោកទីប្រឹក្សាអញស៊ីសំណុកអញ50ដំឡឹងអញភ្លេចហើយអីល្អណាស់ថៅកែចៅហ៊ានសូកប៉ាន់ញុះញង់នឹងប៉ុនប៉ងសម្រាប់អ្នកភូមិនៅកណ្ដាលសាលាដំបងផងថៅកែចៅកេងប្រវ័ញ្ចស្រូវអង្ករដុតបំផ្លាញទ្រព្យសម្បត្តិនិងប៉ុនប៉ងសម្រាប់មនុស្សភស្តុតាងច្បាស់ក្រឡៃរឹបអូសទ្រព្យសម្បត្តិទាំងអស់ហើយសងជំងឺចិត្តដល់អ្នកភូមិទេកូវ៉ានាងឯងធ្វើបាបអញប៉ានាងថៅកែចៅវលីហើយថ្ងៃក្រោយពួកយើងដាំស្រូវលែងចាំបាច់មើលទឹកមុខវាទៀតហើយបងស្រីគូគឺជាអ្នកមានគុណរបស់ពួកយើងហើយអ្នកទាំងអស់គ្នាកុំអរគុណខ្ញុំអីដំឡូងជ្វាចិត្តប្រមូលផលបានហើយស្រូវពូន3ហាប់នោះពួកយើងអាចប្រមូលគ្រប់ហើយណាម៉ែដំឡូងជ្វាអាចប្រមូលផលបានហើយនៅខ្វះតែមួយជំហានចុងក្រោយទេឲ្យតែបងពុនរួចពួកយើងអាចរក្សាជីវិតបានហើយម៉ែខ្ញុំឈឺពោះណាស់ឈឹងហឺឆាប់ទៅតាមឈ្មោះមកលឿនឡើងកូននៅខុសកន្លងធ្លាក់ឈាមខ្លាំងណាស់មានគូឲ្យរបៀបនេះរក្សាជីវិតបានតែម្នាក់ទេណាឈឹងសានឆាប់សម្រេចចិត្តភ្លាមទៅយកកូនឬយកម្ដាយបើនៅតែយឺតយូរគឺស្លាប់ទាំងម្ដាយទាំងកូនឥឡូវហើយឈីងហឺអូនដឹងខ្លួនឡើងយកម្ដាយកូនស្លាប់ទៅអាចយកថ្មីបានតែឈីងហឺមានតែម្នាក់ទេខ្ញុំសុំត្រឹមឲ្យនាងរស់ទេសូមមីងជួយសង្គ្រោះនាងផងឈឹងសានកុំខ្វល់ពីអូនអីជួយកូនទៅឈីងហឺបងមិនអាចបាត់បង់អូនទេអូនកុំកេងអីសូមអង្វរអូនកុំចោលបងណាឈឹងសានពិតជាប្តីល្អមែននៅក្នុងយុគសម័យបុរាណដែលឲ្យតម្លៃតែកូនប្រុសនេះគេមិនយកជីវិតប្រពន្ធដើម្បីបន្តពូជពង្សឡើយប្រព័ន្ធប្រតិបត្តិការសូមបដូរយកថ្នាំសង្គ្រោះជីវិតប្រព័ន្ធប្រតិបត្តិការរកឃើញគោលបំណងរបស់ម្ចាស់ថ្នាំសង្គ្រោះជីវិតត្រូវការ500ពិន្ទុម្ចាស់បច្ចុប្បន្នមានត្រឹមតែ50ពិន្ទុមិនគ្រប់គ្រាន់ការបដូរយកបរាជ័យប្រព័ន្ធប្រតិបត្តិការតើមានវិធីផ្សេងអាចបដូរបានទេប្រព័ន្ធប្រតិបត្តិការរកឃើញវិបត្តិអាយុជីវិតបន្ទាន់ត្រូវនឹងលក្ខខណ្ឌបើកប្រាក់កម្ចីអន្ទានតើចង់បើកមុខងារកម្ចីនេះទេអាចខ្ចីមុនដើម្បីទិញថ្នាំសង្គ្រោះជីវិតបានប៉ុន្តែត្រូវសង500ពិន្ទុវិញក្នុងរយៈពេល30ថ្ងៃបើពុំនោះទេនឹងកំទេចព្រលឹងរបស់ម្ចាស់ចោលបើកខ្ចីឥឡូវនេះហ្មងប្រព័ន្ធប្រតិបត្តិការកម្ចីជោគជ័យថ្នាំសង្គ្រោះជីវិតបានបញ្ជូនទៅកាន់ប្រអប់ទុកអីវ៉ាន់ហើយបញ្ជាក់ពេលក្រោយអាចតាមរយៈការដំឡើងកេរ្តិ៍ឈ្មោះដើម្បីបដូរជាពិន្ទុបំណុលវិញកេរ្តិ៍ឈ្មោះកើនឡើង1ពិន្ទុអាចបដូរបាន10ពិន្ទុកេរ្តិ៍ឈ្មោះហោះមើលទៅថ្ងៃក្រោយត្រូវធ្វើរឿងទិញទឹកចិត្តអ្នកភូមិឲ្យបានច្រើនបន្តិចហើយឥឡូវជួយជីវិតឈីងហឺសិនទៅឈីងហឺលេបវាទៅនោះឯងនឹងមានសង្ឃឹមហើយថ្នាំកំពុងបញ្ចេញសិទ្ធិភាពឈាមរត់ស្រួលវិញឈប់ហូរឈាមហើយអូយឈាមឈប់ហូរហើយទឹកមុខនាងកម្រើកហើយក្មេងកំពុងកម្រើកហើយក្បាលក៏បង្វិលមកវិញដែរស្រួលហើយអាចកើតបានហើយម៉ែឈីងហឺនាងមានសង្ឃឹមហើយនៅឈប់ផ្លឹកធ្វើអីទៀតប្រញាប់ទៅដាំទឹកទៅក្មេងកើតមកត្រូវលាងសម្អាតខ្លួនផងកាត់ហើយសុវត្ថិភាពទាំងម្ដាយទាំងកូនគឺជាកូនប្រុសដ៏គួរឲ្យខ្លាញ់ហ្មងអរគុណម៉ែដែលបានជួយសង្គ្រោះឈីងហឺបើគ្មានម៉ែទេឈីងហឺនិងកូនថ្ងៃនេះប្រហែលជាមិនរស់ទេបំណុល500ពិន្ទុនេះត្រូវតែប្រញាប់សងគេវិញឲ្យហើយពិន្ទុកេរ្តិ៍ឈ្មោះបច្ចុប្បន្ន10បានមកពីការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សមាជិកគ្រួសារអាចបដូរបាន100ពិន្ទុស្នើឲ្យម្ចាស់ប្រព័ន្ធជួយអ្នកភូមិទប់ទល់នឹងសរើខាងក្រៅដើម្បីបង្កើនពិន្ទុកេរ្តិ៍ឈ្មោះឲ្យបានច្រើនសម្រាប់យកទៅសងបំណុលមីងគូមិនស្រួលទេពួកចៅភ្នំខ្យល់ខ្មៅបញ្ជូនមនុស្សមកប្រាប់ហើយព
ពួកវាទាមទារឲ្យយើងប្រគល់ស្បៀង 5000 ចិញ្ចៀនក្នុងរយៈពេល 7 ថ្ងៃបើមិនអញ្ចឹងទេវានឹងមកសម្លាប់អ្នកភូមិទាំងអស់ចោលភ្នំខ្យល់ខ្មៅពួកនឹងជាចោលខូខើសម្លាប់មនុស្សមិនញើសដៃទេម៉ែគិតមិនទៅយើងទើបតែមានស្បៀងបន្តិចបន្តួចសោះមិនអាចឲ្យពួកវាបានទេណាទោះបីជាឲ្យស្បៀងទៅពួកវាក៏ពួកវានៅតែសម្លាប់ពួកយើងដែរនឹងរកឃើញការគំរាមកំហែងពីខាងក្រៅបេសកកម្មបន្ទាប់បន្សំបានបើកដំណើរការរង្វាន់បេសកម្មប្លង់សាងសង់បន្ទាយការពារកំបោររស់10បាវនិងពិន្ទុកេកឈ្មោះ50ពិន្ទុកេកឈ្មោះ50ស្មើនឹង500ពិន្ទុល្មមសងបំណុលតែម្ដងឆឹងហឺទៅវាយកងប្រមូលអ្នកភូមិទាំងអស់មកស្បៀងនេះយើងមិនឲ្យសំបីតែមួយគ្រាប់ប៉ុន្តែជីវិតនេះយើងត្រូវតែការពារដោយខ្លួនឯងពួកចោរប្រកាសជាមកយើងរត់មិនរួចទេអ្នករត់លឿនរត់មិនទាន់ដល់ទីរួមស្រុកផងក៏ត្រូវគេតាមទាន់ចំណែកអ្នករត់យឺតកាន់តែងាយខ្លាចជាផ្ទាំងស៊ីបឲ្យគេបាញ់បើរត់មិនរួចមានតែផ្លូវមួយទេគឺប្រយុទ្ធស្លាប់រស់ជាមួយពួកវាបាននាងឲ្យពួកនោះជាចោរភ្នំខ្យល់ខ្មៅណាសម្រាប់មនុស្សមិនញើសដៃទេយើងត្រឹមជាអ្នកចំការយកអីទៅទោជាមួយវាទៅបើយើងប្រយុទ្ធយើងមិនអាចធ្វើដោយងឹតទងល់ទេយើងត្រូវតែប្រយុទ្ធដោយមានការត្រៀមលក្ខណៈខ្ញុំគូវ៉ាន់នាងឈរនៅទីនេះមិនដកថយសំបីតែកន្លះជំហានអ្នកចង់ប្រយុទ្ធជាមួយខ្ញុំសូមនៅទីនេះអ្នកចង់ទៅអាចទៅឥឡូវនេះបានខ្ញុំមិនខាត់ទេវ៉ាន់នាងទោះជាពូដល់វ័យជ្រាហើយក៏ពិតមែនតែក៏មិនបណ្ដោយឲ្យពួកចោរថោកទាបនឹងមកបំផ្លាញភូមិយើងបានដែរកន្លែងនេះយើងរស់នៅមួយជីវិតហើយទោះជាត្រូវស្លាប់ក៏សូមស្លាប់នៅទីនេះដែរចុះពួកពូជាកូនប្រុសដើមទ្រូង5ហាត់មកឈរថ្មឹងដូចគោឈើធ្វើអីពេលពួកចោរមកដល់អ្វីដែលវាប្លន់គឺស្បៀងរបស់ពូវាចាប់ប្រពន្ធពូហើយវានឹងសម្លាប់កូនរបស់ពូនៅស្ទាក់ស្ទើរអីទៀតចឹងហឺការចាត់ចែងផ្នែកភស្តុភារប្រគល់ឲ្យអញហើយបែងចែកកម្លាំងយុវជនជាប៉ុន្មានក្រុមរៀបចំកន្លែងមានសុវត្ថិភាពសម្រាប់ចាស់ចរាស្ត្រីនិងកុមារហើយបែងចែកស្បៀងនិងឧបករណ៍ផ្សេងឯងអ្នកចាត់ចែងចុះម៉ែកុំបារម្ភអីរឿងនេះខ្ញុំនឹងចាត់ចែងឲ្យបានល្អអ្នកទាំងអស់គ្នាខ្ញុំហ៊ានសន្យាខ្ញុំនឹងដឹកនាំអ្នកទាំងអស់គ្នាការពារផ្ទះសម្បែងរបស់យើងឲ្យបានគ្រួសារគូរបស់យើងនឹងចេញមុខមុនគេបើទប់ទល់ពួកចោរមិនជាប់ទេកូនចៅគ្រួសារគូនឹងស្លាប់មុនគេប្រយុទ្ធស្លាប់រស់ជាមួយពួកវាប្រយុទ្ធស្លាប់រស់បើចង់ប៉ះពាល់ភូមិយើងតតែជន់កាត់សាកសពគូវ៉ានាងទៅសិនអញ្ចឹងរូបរាងហើយសម្ភារៈដែលអាចបដូរបានមានកញ្ចប់កំបោររស់ប្លង់ខ្សែតាក់សេះប្លង់របាំងរនាំងប្លង់លេនដ្ឋានសាមញ្ញបដូរយកជីកលេនដ្ឋានទៅក្រៅ3 feet ទៀតកុំជីកត្រង់ជីកឲ្យកោងធ្វើម៉េចកុំឲ្យសេះបោមកបានស្ដាប់តាមបងថ្លៃគេទៅជីកទៅក្រៅទៀតច្រកខាងកើត10អ្នកទៅជីកប្រឡាយច្រកខាងលិច8អ្នកទៅសែងរបាំងរនាំងអ្នកនៅសល់ទៅកាប់រុស័យទៅយកឧបករណ៍ឲ្យត្រូវកត់ឈ្មោះទុកកុំចោលផ្ដេសផ្ដាស់វើយចេញហាសចប់កាប់ផ្ទះអញខូចបាត់ហើយទៅរកមេភូមិយកអាថ្មីមកប្រាសិនទៅយកឲ្យត្រឡប់មកវិញកត់ឈ្មោះទុកផងចំពីមឈើកុំលើកខ្ពស់ពេកចាក់ជើងសេះវាពេលពួកចោរវាបល់មកកុំបិទភ្នែកឲ្យសោះអាណាបិទភ្នែកអានោះមកមុនគេហើយបើភ័យស្រែកឲ្យខ្លាំងមកតែដៃហាមទុនវើយអ្នកទាំងអស់គ្នាប្រញាប់ខ្ចប់វាឡើងដាក់ស្លឹកឯឲ្យច្រើនបន្តិចស្លឹកស្ដៅយកមកបំបត្តិក្លិនស្មៅហើយដាក់តិចតួចបានហើយបើផ្សែងវាខ្លាំងពេកខ្លាចប៉ះពាល់ដល់គ្នាឯងបងឆេងយ៉ាអាមួយនេះដាក់ខាងណាទៅនឹងជាអង្កាមព្រៃតាទុកឲ្យអ្នករបួសហិតស្វាងគុំយកទៅលោកឡំគ្នារូបរះឡើងពួកចោរភ្នំខ្យល់ខ្មៅអាចនឹងមកដល់គ្រប់ពេលបានរណាហ៊ានលួចខ្ជិលស្មើនឹងយកជីវិតអ្នកភូមិទាំងមូលមកលេងសាច់ហើយមិនបានទេរលងពេកហើយបងថ្លៃគេចង់3ជុំហើយតាបងពួកចោរជីសេះបោបុកតែមួយទំហឹងរបូតបាត់ហើយចង់10ជុំទៀតក៏អត់ប្រយោជន៍ដែរបង្គោលឈើត្រូវខ្វែងគ្នាឲ្យណែនខាងក្រោមត្រូវកប់ចូលដីកន្លះហ្វីតចង់តាមនឹងឡើងវិញទៅបាត់បងចាំទុកឲ្យច្បាស់យើងមិនមែនកំពុងធ្វើច្រកចូលភូមិទេគឺកំពុងត្រួសត្រាយផ្លូវរស់ឲ្យខ្លួនឯងយប់នេះជីកប្រឡាយបានជ្រៅបន្តិចយប់ស្អែកនឹងកាត់បន្ថយមនុស្សស្លាប់ម្នាក់ឥឡូវចង់បង្គោលឈើបានមួយសរសៃបន្ថែមពួកចោរវានឹងពិបាកចូលមួយជំហានដែរជីកប្រឹងជីកយកមកមកទៅប្រយុទ្ធបដូរផ្ដាច់ជាមួយពួកចោរភ្នំខ្យល់ខ្មៅពួកអ្នកស៊ើបការមកដល់ហើយម៉ែច្រកខាងកើតខាងលិចយើងយាមជាប់អស់ហើយជំរកស្រូវក៏រៀបចំមនុស្សរួចរាល់ដែរប្រាប់អ្នកទាំងអស់គ្នាឲ្យទប់អារម្មណ៍សិនបើគ្មានបញ្ជាពីខ្ញុំទេហាមអ្នកណាធ្វើចលនាឲ្យសោះមេធំបញ្ជាឲ្យដុតជំរកស្រូវចោលមុនរួចសម្រាប់ពួកទាសករនេះចោលឲ្យអស់ត្រឹមពួកកសិករសោះហ៊ានតូជាមួយបាក់ខ្យល់ខ្មៅយើងផងហែងរស់ធុញហើយតើមានអន្ទាក់ចោលកញ្ចប់កំបោរទៅអូយភ្នែកអញមើលលេងឃើញហើយចោលទៀតកុំឲ្យពួកវាឡើងមកបានកខ្លាំងម៉ែផ្សែងពោចេញហើយឆេងឡិនក្រុមយុវជនស្ទុះចូលទៅកុំវាយផ្ដេសផ្ដាស់វើយធ្វើតាមអីដែលហាត់ពីព្រឹកមិញសង្កត់ដៃវាដល់កំបិតមុនគេនៅចង់សម្លាប់មនុស្សទៀតហាសោះឲ្យហែងលួចស្រូវទៀតឲ្យហែងសម្លាប់អ្នកភូមិទៀតផ្លូវក្រោយបិទចិត្តអស់ហើយកុំសង្ឃឹមថារត់រួចឈប់វាយទៅពួកយើងចុះចាញ់ហើយចង់វាទៅពួកយើងឈ
ឈ្នះមែនតើឈ្នះហើយវើយពួកយើងវាយពួកចោលភ្នំខ្យល់ខ្មៅតតែដួលរៀបដល់ដេកហ្មងឈ្នះហើយ ម៉ែពួកយើងការពារបានហើយពួកនេះវាមិនលែងយើងងាយទេតា ចាប់បានមែនវើយអ្នកនាងកាពួកយើងវាបង្ក្រាបពួកចោលបានមែន ព្រះអើយពួកបាក់ខ្យល់ខ្មៅក៏មិនមែនស្បែកស្វិតអីដែរតាការពារភូមិទទួលបានជ័យជំនះជាលើកដំបូងហាងទំនិញឡើងកម្រិតបើកឃ្លាំងអាវុធកម្រិតមធ្យមទទួលបានពិន្ទុរង្វាន់200សម្ភារៈបដូរបានថ្មីមានស្នាអូតូសាមញ្ញអន្ទាក់បន្លាដែកប្លង់ខែប្លង់អន្ទាក់ឈើមៀលឃ្លាំងអាវុធកម្រិតមធ្យមបើកចំពេលល្អណាស់លើកនេះរឹតតែមានសង្ឃឹមវាយឈ្នះពួកវាហើយ ពួកអាចចង្រៃអញឆាប់លេងពួកអញភ្លាមទៅវើយមេធំរបស់ពួកអញបានតាក់ទងទៅពួកមន្ត្រីខេត្តរួចហើយចាំតែពួកវាមកដល់ពួកអញច្បាស់ជាស្លាប់មិនដឹងខ្លួនទេពួកចោលប្រៃទាំងនេះហ៊ានខົບខិតជាមួយពួកមន្ត្រីខេត្តផងណោះយ៉ាងម៉េចភ័យហើយមែនទេចាំតែពួកទីហ៊ានមកដល់គេនឹងចោទថាភូមិគូពួនស្ទាក់ដាក់អន្ទាក់លាក់អាវុធខុសច្បាប់ប្រមូលផ្ដុំបង្កកបកម្មជាភូមិឧទាមមិនខាន ភូមិឧទាមហ៎បើអញ្ចឹងមែនត្រូវគេសម្លាប់ចោលមួយភូមិហើយតើ ពួកយើងគ្រាន់តែការពារភូមិពីពួកចោលសោះមិនដេចខ្លាចជាឧទាមទៅវិញ ចប់ហើយមិនស្លាប់ក្រោមដៃចោលតែត្រូវស្លាប់ក្រោមដៃមន្ត្រីវិញសង្គមបែបនេះតើឲ្យរិះទុនខ្សោយដូចពួកយើងរស់មិនដេចទៅហាម៉ែអ្នកទាំងអស់គ្នាកុំភ័យអីបើសង្គមនេះពោពេញដោយមន្ត្រីពុករលួយពួកយើងមានតែក្រោកឈប់ដួលរំលំវាទាំងអស់គ្នាប្រព័ន្ធចាប់បានវិបត្តិមន្ត្រីខົບខិតជាមួយចោលភារកិច្ចថ្មីបង្ហាញភាពស្អាតស្អំនិងកម្ចាត់ពួកចោលភ្នំខ្យល់ខ្មៅមើលទៅពួកមន្ត្រីនិងពួកចោលព្រៃពិតជាខົບខិតគ្នាប្រកបមែន សាលាស្រុកមានបញ្ជាពួកចោលភ្នំខ្យល់ខ្មៅព្រមបញ្ឈប់ចំនួនឲ្យតែពួកឯងព្រមប្រគល់គូវ៉ាន់នាងនិងស្បៀងមកពួកយើងនឹងធានាសុវត្ថិភាពភូមិនេះប្រគល់វ៉ាន់នាងហ៎នេះមិនស្មើនឹងបញ្ជូននាងឲ្យទៅស្លាប់ទេអីចុះចំណែកស្បៀងវិញនោះជាដង្ហើមរស់របស់ពួកយើងណាមិនប្រគល់ឲ្យទេហ៎ពួកចោលប្រៃកំពុងឡំពាត់ហើយដល់ពេលពួកវាសម្លាប់រង្គាលពួកយើងជួយមិនបានទេណាតើលោកឯងជាមន្ត្រីឬក៏ជាឆ្កែបម្រើរបស់ពួកចោលប្រៃឲ្យប្រកាសមន្ត្រីការពាររាជឬក៏កំពុងបើកផ្លូវឲ្យចោលបើគ្មានវ៉ាន់នាងទេពួកយើងប្រកាសជាស្លាប់ដោយសារគ្រោះទុរភិក្សបាត់ទៅហើយទោះបីជាអ្នកភូមិយើងត្រូវស្លាប់ក៏មិនព្រមប្រគល់អ្នកមានគុណរបស់ពួកយើងឲ្យគេដែរពួកយើងគ្មានថ្ងៃប្រគល់វ៉ាន់នាងឲ្យទេពួកឯងឆាប់ថយចេញទៅពួកមីងជើងក្អែរឹងក្បាលលោកអភិបាលច្បាស់ជាកំចាត់ពួកឯងចោលមិនខានខ្ញុំពិតជានឹងការពារអ្នកភូមិឲ្យបានល្អបំផុតរកឃើញឆន្ទៈអស៊ូរបស់អ្នកភូមិទាំងមូលដោះសល់ប្លង់ស្នាបាញ់ព្រួយងាយស្រួលទទួលបានពិន្ទុ150ពួកវាថយទៅវិញពិតមែនតែច្បាស់ជានឹងត្រឡប់មកវិញពួកយើងទាំងអស់គ្នាត្រូវតែក្រោកឈប់អស៊ូទើបអាចរស់រានមានជីវិតបានថ្ងៃនេះត្រូវតែបង្កើតច្បាប់វិន័យឆឹងហឺស្ដាប់ហើយកត់ត្រាទុកទៅទី1មិនត្រូវគៀបសង្កត់អ្នកខ្សោយទី2មិនត្រូវលួចលាក់ស្បៀងអាហារទុកម្នាក់ឯងទី3មិនត្រូវរត់ចោលស្រុកពេលមានអាសន្នអ្នកការពារភូមិនឹងទទួលបានចំណែកស្បៀងអ្នកក្បត់ភូមិត្រូវលុបឈ្មោះចេញពីបញ្ជីហើយហាមមិនឲ្យចូលភូមិជារៀងរហូតខ្ញុំសូមយកកិត្តិយសជាមេភូមិធានាច្បាប់នេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះទៅយប់នេះបែងចែកស្បៀងសិនទៅស៊ីឲ្យឆ្អែតទើបមានកម្លាំងទោជាមួយពួកអតិឆានទាំងនោះការពារភូមិត្រូវតែឈ្នះម៉ែពួកចោលព្រៃមកដល់ហើយអ្នកទាំងអស់គ្នាឆាប់បំបីគ្នាទៅត្រៀមខ្លួនប្រយុទ្ធមនុស្សទៅណាអស់ហើយពួកអ្នកស្រែទាំងនេះមិនមែនចិត្តសឿងណាស់ទេអីហ៊ានដល់ថ្នាក់ដេញពួកមន្ត្រីចេញទៀតផងមេធំប្រហែលជាឮថាពួកយើងមកដល់នាំគ្នាពួនអស់ហើយមើលទៅអញស្មានតែគូវ៉ាន់នាងខ្លាំងប៉ុណ្ណាតែណាក៏ជាអណ្ដើកកន្ទ្រឹបក្បាលសោះមេធំផ្លូវរៀងតូចចង្អៀតបន្តិចតើគូឲ្យគេទៅស្ទាបស្ទង់មើលសិនទេស្ទាបស្ទង់រកស្អីត្រឹមពួកកសិករអាចមានល្បិចអីទៅចូលភូមិប្លន់យកស្បៀងស្វែងរកពួកអាចចង្រៃទាំងនោះបើរកឃើញសម្រាប់ពួកវាចោលទាំងអស់ទៅក្រុមខាងមុខចូលដល់ផ្លូវតូចហើយក្រុមខាងក្រោយចូលដល់ឃ្លាំងស្បៀងទប់អារម្មណ៍សិនបើគ្មានសញ្ញាពីម៉ែខ្ញុំទេហាមអ្នកណាធ្វើចលនាឲ្យសោះម៉ែឲ្យខ្ញុំអ្នកដុតភ្លើងទៅខ្ញុំពិតជានឹងដុតវាឲ្យឆេះសន្ធោសន្ធៅមិនខានកុំភ័យអីកាលណាម៉ែលើកដៃឡើងត្រូវវាភ្លាមម្ដេចក៏ស្ងាត់ម្លេះទើបតែដឹងខ្លួនហោះហួសពេលហើយមានការស្ទាក់វាយដកថយវាយលោកកាត់ផ្ដាច់ផ្លូវក្រោយរបស់ពួកវាផ្លូវស្បៀងត្រូវកាត់ផ្ដាច់ហើយកុំឲ្យពួកវាចូលចិត្តឃ្លាំងស្បៀងឲ្យសោះវាយទៅកាន់តែវឹកវរកាន់តែល្អផ្លូវខាងក្រោយក៏ត្រូវបិទជិតដែរសម្រុកចេញទៅកាប់ពួកអ្នកស្រែទាំងនេះឲ្យស្លាប់ទៅកុំវក់នឹងការប្រយុទ្ធវិសេសពួកវាសិនសឹមដល់ហូតអាវុធ